រឿងគង់ហ៊ានកាលពីព្រេងនាយមានបុរសម្នាក់ឈ្មោះគង់មានប្រពន្ធ2នាក់ម្នាក់ឈ្មោះនាងអាំនិងម្នាក់ទៀតឈ្មោះនាងគុំនាងទាំងពីរជាមនុស្សដែលមានកម្លាំងខ្លាំងនិងចេះវិជ្ជាគុណផងដែរថ្ងៃមួយអ្នកគង់បាននាំប្រពន្ធទាំងពីរទៅសួរសុខទុក្ខបងប្អូននៅឯស្រុកឆ្ងាយមួយនៅតាមផ្លូវទៅស្រុកនោះល្បីថាមានសត្វខ្លាសាហាវណាស់អ្នកគង់បណ្ដាប្រពន្ធទៅដល់ផ្លូវមួយជាកន្លែងដែលខ្លាតែងតែដេញខាំមនុស្សសត្វស៊ីជារឿយលុះទៅដល់កន្លែងនោះខ្លាក៏ចេញពីព្រៃស្ទុះដេញស្រែកសន្ទោសពីចម្ងាយមករកពួកគេខ្លាជួយផងខ្លាអើយខ្លាធំខ្លាំងណាស់លោកអើយលោកអើយអ្នកគង់មិនដឹងថារត់គេចទៅទីណាក៏រត់ចូលរូងឈើរៀកនោមព្រោះភ័យខ្លាចញ័រអស់ទាំងប្រាណនាងអាំនិងនាងគុំក៏ព្រួតគ្នាវាយខ្លានោះទាល់តែងាប់ហើយបាត់អ្នកគង់តាណាហើយនេះមិនឃើញដូច្នេះណោះខ្លាងាប់ហើយអីអូយអ្នកគង់ចេញមកឃើញខ្លាងាប់ហើយក៏មនីចេញពីរូងឈើយកដំបងវាយខ្លាបន្ថែមទៀតងាប់ទៅអាខ្លាចង្រៃងាប់ទៅហេខ្លាណាគេវាយងាប់ហើយមកធ្វើជាវាយថែមទៀតហើយប្រុសអីក៏កំសាកខ្លាំងម្ល៉េះមិនដែលមានស្រីអាណាមកហ៊ានសម្លាប់ខ្លាទេមានតែប្រុសប៉ុណ្ណោះដែលមានកម្លាំងអាចសម្លាប់ខ្លាបានបន្ទាប់មកអ្នកគង់ក៏បោចវល្លិចងខ្លានោះសែងចូលទៅក្នុងស្រុកហើយអ្នកភូមិទាំងអស់គ្នាឃើញពួកគេសែងខ្លាមកក៏ផ្អើលមកមើលពាសពេញអូចោបរោខ្លាហើឌូសម្លឹកអូយមែនហើយពិតជាខ្លាំងមែនអ្នកគង់តើអ្នកឯងធ្វើដូចម្ដេចបានជាសម្លាប់ខ្លានេះងាប់ត្បិតខ្លានេះសាហាវណាស់វាស៊ីមនុស្សគោក្របីច្រើនរាប់មិនអស់បែរហើយអ្នកគង់អ្នកធ្វើយ៉ាងម៉េចបានជាសម្លាប់វាបានទៅណអូគឺអ្នកគង់ខ្លាចខ្លាបោលមកគាត់ក៏រត់ចូលក្នុងរូងឈើបាត់ហើយចំណែកខ្ញុំ2នាក់ស្រីអានេះទេព្រួតគ្នាវាយខ្លានោះតតែងាប់វាមិនដែលមានស្រីអាណាមកហ៊ានវាយខ្លានោះទេមានតែប្រុសប៉ុណ្ណោះទើបអាចវាយខ្លាឲ្យស្លាប់បានគឺខ្ញុំអានេះទេជាអ្នកសម្លាប់ខ្លានោះគឺខ្ញុំអានេះទេជាអ្នកសម្លាប់ខ្លានោះស្រីជាអ្នករត់ពួនខ្ញុំជាអ្នកសម្លាប់ខ្លាមែនហើយមានតែអ្នកគង់ដែលជាមនុស្សប្រុសទេដែលអាចវាយខ្លាឲ្យស្លាប់បាននោះកាលដែលខ្លាស្ទុះមករកខ្ញុំបញ្ចេញស្នៀតគុណដាក់វាចាទើបអាចវាសម្លាប់វាបានឃើញទេណាបែរហើយហើយចុះអ្នកគង់ពិតជាអស្ចារ្យអស្ចារ្យអ្នកគង់នេះពិតជាក្លាហានខ្លាំងណាស់ចាប់ពីថ្ងៃនេះទៅយើងត្រូវហៅថាគង់ហ៊ានហើយអ្នកគង់ធ្វើជាលោតក្បាច់គុណឲ្យអ្នកស្រុកមើលអស់អ្នកស្រុកកោតខ្លាចអ្នកគង់តែគ្រប់គ្នាហើយឲ្យឈ្មោះថាគង់ហ៊ានតាំងពីពេលនោះមកឈ្មោះគង់ហ៊ានល្បីល្បាញថាជាអ្នកខ្លាំងពូកែនៅក្នុងស្រុករឿងនេះក៏ជ្រាបទៅដល់ស្ដេចក៏ទ្រង់ឲ្យគេនាំគង់ហ៊ានទៅធ្វើជាសេនាសម្រាប់ធ្វើសឹកសង្គ្រាមលុះយូរបន្តិចទៅជួនជាមានសឹកគេលើកទ័ពមកច្បាំងយកនគរស្ដេចបញ្ជាគង់ហ៊ានឲ្យទៅទប់ទល់ជាមួយនឹងខ្មាំងសត្រូវគង់ហ៊ានចូលឯងដឹកនាំកងទ័ពទៅប្រយុទ្ធជាមួយនឹងសត្រូវដែលហ៊ានចូលមកឈ្លានពាននគរយើងឬទេក្រាបទូលព្រះអង្គគង់ហ៊ានឮស្ដេចបញ្ជាដូច្នេះភ័យណាស់ពុំដឹងគិតធ្វើដូចម្ដេចឲ្យរួចផុតពីចម្បាំងនេះទេត្បិតស្ដេចប្រាហើយខ្លួនជាអ្នកមានឈ្មោះល្បីជាអ្នកខ្លាំងពូកែផងក៏ត្រឡប់មកផ្ទះដេកសិញ្ជឹងហើយបាត់អ្នកគង់តាណាហើយមិនក៏ថ្ងៃនេះមិនឃើញដូច្នេះណោះមែនហើយយើងសាកឡើងទៅមើលទៅនេះហាក់មិនបាត់ជាអ្នកដេកស្ដុកតាមមានរឿងអ្វីទៅមែនទេត្បិតស្ដេចទ្រង់ប្រើបងឲ្យទៅធ្វើសឹកឥឡូវនេះបងខ្លាចសឹកនោះណាស់បងមិនដឹងថាជាគិតដូចម្ដេចទេបងកំព្រួយអីធានាលើពួកខ្ញុំចាស់សូមបងក្រោកឡើងពិសាបាយឲ្យឆ្អែតងូតទឹកឲ្យស្អាតសិនទេម៉ែនៃអូនសម្លាញ់បើដូច្នោះបងទុកចិត្តលើអូនទាំងពីរហើយលុះគង់ហ៊ានរៀបចំខ្លួនរួចហើយក៏ចូលទៅក្រាបបង្គំស្ដេចចេញទៅច្បាំងព្រមទាំងយកប្រពន្ធទៅជាមួយផងដែរ
មិនមកទេអញហើយអញ គង់ហ៊ានជិះលើដំរីរីឯប្រពន្ធជិះពីក្រោយមានរេពលហែហមអមមុខក្រោយជាក្បួនទ័ពត្រៀបត្រាពេញភ្លើង អូយច្រើនណាស់លោកអីលោកឯងត្រៀមខ្លួនស្លាប់ឲ្យទៅអញនឹងសម្លាប់ឯងថ្ងៃនេះហើយ ប្រពន្ធសម្លាញ់ជួយបងផងបងច្បាស់ជាស្លាប់ហើយថ្ងៃនេះ បងតាំងអារម្មណ៍ឲ្យនឹងនៅសិនតែកុំខ្លាចគង់ហ៊ានលុះចិត្តដល់ខ្មាំងសត្រូវមើលឃើញច្បាស់ប្រកបគង់ហ៊ានភ័យណាស់លេចអាចលេចនោមញ័រដៃញ័រជើងដូចគេអង្រួនក្បាលដំរីរីឯដំរីស្មានថាគេអង្រួនខ្លួនឲ្យបោចូលក៏ចេះតែបោសនុកមុខរេពលទាំងអស់គ្មាននរណាតាមតាន់ឡើយ យើវាហ៊ានចូលមកទៀតលោកមេតមតើគិតធ្វើយ៉ាងម៉េចទៅហ៎សេនាលើក្បាលដំរីវាបាញ់ព្រួយមកច្រើនណាស់ ចំណែកប្រពន្ធទាំងពីរទាញព្រួញបាញ់តម្រង់ទៅលើគូសត្រូវមិនបងអងដៃពួកសត្រូវឃើញគង់ហ៊ានបំបល់ដំរីដូច្នេះគិតស្មានថាមេតបនេះខ្លាំងពូកែក៏បាក់ទ័ពរត់យកតែប្រាស់ឲ្យចុះរៀងខ្លួន រត់ហើយអីហ៎សំណាងហើយដែលពួកឯងរត់ទាន់កុំអីអញសម្លាប់ឯងស្លាប់ទាំងអស់មិនខានកុំមកចង់សាកជាមួយគង់ហ៊ានឲ្យសោះ លោកមេតបគង់ហ៊ានខ្លាំងពូកែ គង់ហ៊ានឃើញខ្មាស់សត្រូវរត់ទៅអស់ក៏ធ្វើជាអ៊ូតក្អេងក្អាងដាក់ពួកទាហានឲ្យគេកោតខ្លាចឯពួកពលទាហានឃើញគង់ហ៊ានលេចនោមលេចអាចដាក់ក្បាលដំរីពីពេញដូច្នេះក៏សួរ លោកមេតបហេតុអីបានជាលោកមេតបលេចអាចលេចនោមពេញក្បាលដំរីដូចនេះ មែនហើយស្អុយខ្លាំងណាស់ កំពុងតែច្បាំងនឹងសត្រូវបើរវល់តែចុះទៅបន្ទោបងនោះខ្មាំងមកសម្លាប់យើងអត់អំពើទៅហើយអី អស់នេះមើលនឹងរេពលឬគង់ហ៊ាននិយាយដូច្នេះអ្នកខ្លះមានប្រាជ្ញាគេដឹងថាគង់ហ៊ានខ្លាចសត្រូវណាស់តែអ្នកខ្លះមិនសូវមានប្រាជ្ញាក៏កោតខ្លាចគង់ហ៊ានជាអណែក ជ័យយោមេតបគង់ហ៊ានជ័យយោ